จากกรบจำเรียบสู้ปกไม้บางปอนต่างออกนี้เวิร์ดมาจุบยังขยำในวิดีโอทำไมได้ท้ายไงนี่ได้ยังขยำจำมาบังฮันปกไม้บางปอนต่างออกนี้ปีการจินจำมวนสายท่าตายังกลัวจำหน่ายดำต้นปนหน้าดำใบอาจินจำมวนสายบ่ยังแบนจ้าแล้วนี้ยังขยำแต่จุนลูกกับปกระบอนยังขยำกวาดจินเนี่ยนี่ใหญ่ตัวแต่มาดองจากเดินทางกวาดจินจำมวนแบบหน้าให้จำหน่ายดำต้นประมาณแต่จุบกันต่างออกนี้ខ្ញុំឈ្មោះជាទីនៅភូមិជ្រៃវែងឃុំជ្រៃនំស្រុក5កក់ខេត្តតាកែវបើខ្ញុំនិយាយអំពីចិញ្ចឹមមាន់ក្នុងមួយរោងចឹងណានិយាយក្នុងមួយរោងចឹងយើងចិញ្ចឹមមាន់យើងនេះវាត្រូវចំណុចធំមាន3បាទចំណុចធំ3យើងមានទីធ្លាឲ្យធំឲ្យទីធ្លាល្អហើយឲ្យខ្ពស់កុំឲ្យលិចទឹកយើងសង់រោងលើហ្នឹងឲ្យបានស្អាតដើម្បីកុំឲ្យវាមានបញ្ហាតែបើសិនជាដីទៀបងន់វាដីសើមរហូតមិនមានពេលឈ្ងួតវាមិនអាចបានជោគជ័យទេបើអញ្ចឹងដកដីឲ្យរៀងខ្ពស់តិចយើងលក់ទឹកហូរអស់កុំឲ្យវាដក់អាហ្នឹងបានវាជោគជ័យទ្រុងខ្ញុំនេះសាងសង់វាទៅទឹង6បដោយ15បើអញ្ចឹងខ្ញុំដាក់មន់បាន500តែដីខាងពីរោងទៀតបាទដីខាងរោងទៀតទៅទឹង30ម៉ែត្របដោយ50ម៉ែត្រអាហ្នឹងខាងពីដូចដីទៅទឹង30ម៉ែត្របដោយ50ម៉ែត្រហ្នឹងអាហ្នឹងខ្ញុំសាងសង់ទ្រុងមួយដាក់ដេញមកទ្រុងហ្នឹង500បើអញ្ចឹងយើងធ្វើរោងនោះវាអស់2300បើអញ្ចឹងវាអស់9លានបាត់ហើយអាហ្នឹងចំណាយភាសាហោទី2ដល់ពេលកូនមន់យើងទិញកូនមន់500មកក្នុងមួយក្បាល3000បើអញ្ចឹងយើងដែលយកមកដាក់ក្នុងហ្នឹងយើងត្រូវមានទិញសម្ភារៈតាំងពីខ្ជូងបើមិនខ្ជូងយើងប្រើអំពូលក៏បានអាហ្នឹងឲ្យកម្ដៅវាឲ្យបានសមរម្យហើយបិទបាំងឲ្យជិតកុំឲ្យវាលហើយតែលហើយរះអាកូនមន់បើអញ្ចឹងបិទបាំងឲ្យជិតកម្ដៅឲ្យគ្រប់គ្រាន់3យប់3ថ្ងៃហ្នឹងមិនបាច់ប្រលត់ទេកម្ដៅឲ្យសប់ហ្មងព្រោះលើសពីហ្នឹងចាំយើងមានពេលបន្ថយបាទហើយយើងយកមកដល់មិនយើងយកទិញមកដល់យើងមិនត្រូវដាក់មកដល់ដាក់ចំណីភ្លាមយើងឈប់ឲ្យវា1ម៉ោងទៅ1ម៉ោងកន្លះឲ្យវាដែលដង្ហើមខ្យល់វាដើរស្រួលចាំដាក់ចំណីដាក់ទឹកអាហ្នឹងបានវាអត់ស្ទះហើយយើងដាក់ទឹកទៅយើងដាក់អាម៉ុកខ្លះទៅឲ្យវាបំបត្តិការឈឺចាប់យើងដាក់អាម៉ុកឲ្យស្ទាំងហ្នឹងឲ្យវានេះឲ្យមានកម្លាំងដល់ពេលបានក្រោយមួយអាទិត្យមកយើងដាក់វ៉ាក់សាំងញូកាមួយទឹកក្រោយទៀតយើងជួអត់បានណាតែប៉ុណ្ណឹងបានមួយខែក្រោយចាំដាក់ញូកាម្ដងទៀតបានលក់ចំណៃកាលពីទូចចំណៃ500ពីទូចវាអស់5B ដល់ដេញអស់ 5B វាបានស៊ីចំណៃធំហ่ะដល់ពីហ្នឹងទៅវាអស់ 20B ទៀតយើងអាចបានលក់អាណាលោតបាទហើយប៉ាន់មិនគ្រប់ទេព្រោះអីមន់យើងកាលណា 25B នោះវាអត់គ្រប់មកពីដែលវាខ្វះវានៅសល់អាក្រោយទៀតបើអញ្ចឹងយើងខ្វះចំណៃមានទិញថែម 2B អីបានទៀតចប់បានលក់ប៉ុណ្ណឹងបានអស់តែបើចំណៃនោះយើងចែកអាយុវាបានតែមួយខែហើយយើងអាចសំលាយដូចជាតកួនសិលាដល់អាយុវា2ខែយើងលាយតកួនលាយសិលាឲ្យថែមស្រូវដុះទៀតអាហ្នឹងបានសាច់វាល្អចំណុកលក់តែខោឃើញចង់បានហ្មងហើយកាលណាយើងអត់សំវាអត់កើតទេហើយណាមួយវាអត់ចំណេញបាក់ចាពុកម៉ែបងប្អូនទាំងអស់គ្នាដោយគាត់មានប្រសាសន៍ខាងលើអញ្ចឹងការចិញ្ចឹមមាន់របស់យើងគឺយើងត្រូវចំណាយទាំងដើមទុនយើងចំណាយទាំងពេលមើលថែរបស់វាទៀតអញ្ចឹងហើយដូចចំណាយដើមទុនយើងចំណាយទៅលើអីខ្លះទី1គឺកូនទី2គឺរោងហើយយើងត្រូវមានទីធ្លាទៀតបងប្អូនអាហ្នឹងដើមទុនហើយសម្រាប់ការថែទាំវិញគឺយើងត្រូវថែទាំនិយាយទៅយើងថែទាំឲ្យល្អតាំងពីតូចមកម្ល៉េះគឺយើងត្រូវប្រើកម្ដៅយើងត្រូវផ្ដល់ចំណីវាបែបណាកុំឲ្យវាឈឺអញ្ចឹងធ្វើឲ្យមាន់របស់យើងហ្នឹងវាកាន់តែធំធាត់បានល្អបើសិនជាយើងថែទាំវាអត់បានល្អធ្វើឲ្យមាន់របស់យើងហ្នឹង
វាឈឺកាលណាដែលយើងចាំឲ្យមាត់របស់យើងឈឺវាធ្វើឲ្យមាត់របស់យើងហ្នឹងវាធំធាត់យឺតកាលណាដែលយើងធំធាត់យឺតហើយវាធ្វើឲ្យការចំណេញរបស់យើងហ្នឹងគឺវានឹងធ្លាក់ចុះទៅតាមនឹងដែរពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយដោយពុកខ្ញុំគាត់បានបង្ហាញច្រើនមកហើយដែរចាខ្ញុំអត់មានអីបន្ថែមទៀតទេហើយសម្រាប់ការកំងមាន់ដោយបងប្អូនមួយចំនួនគាត់បានខលមកកំងមាន់ខាងខ្ញុំអញ្ចឹងណាចាអធិស្ឋានផងពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជានៅឆ្ងាយហើយខាងនឹងខ្ញុំផ្ញើទៅអត់បានអញ្ចឹងណាចាហើយសម្រាប់ខាងរបស់នេះខ្ញុំនេះមានទាំងមាន់សាច់ហើយនិងកូនមាន់យើងអាចកំងបានហើយសម្រាប់ការកំងហ្នឹងពុកម៉ែបងប្អូនដែលគាត់បានតំណមកខ្ញុំហ្នឹងគឺខ្ញុំបានប្រាប់ហើយដែរចាហើយខ្ញុំអត់មានអីច្រើនទេវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេចាអរគុណជម្រាបលាមានអ្នកខ្លះលួចមែន ông không vậy